តពីស្ថានភាពគ្រប់យ៉ាងហាក់ត្រឡប់មកដូចសភាពធម្មតាវិញអ៊ំវ៉ានិងអ៊ំធានបាននាំគ្នាលើកបីទៅកាន់វាយោឡើងទៅលើផ្ទះបន្ទាប់មកក៏ដាក់វាយោឲ្យទៅសម្រាកក្បែរជាមួយនឹងពូយ៉ាភ្លាមនោះអ៊ំវ៉ានិងអ៊ំធានក៏បានពិភាក្សាគ្នាតើរកវិធីសាស្ត្របែបណាទើបអាចជួយពួកគេទាំងពីរបានឲ្យរួចផុតពីវិញ្ញាណដ៏កំណាចមួយនោះភ្លាមនោះអ៊ំធានក៏បាននិយាយមួយម៉ាត់ទៅកាន់អ៊ំវ៉ាថាណាហើយរឿងវិញ្ញាណអាក្រក់ថ្ងៃនេះគឺយើងទុកឲ្យឯងជំដោះស្រាយចោះចំពោះក្មេងខ្មាំងទាំងពីរនាក់នេះវិញទុកឲ្យយើងដោះស្រាយយើងនឹងរកវិធីណាដើម្បីដាស់ប្រលឹងស្មារតីពួកគេឯងមកវិញតើឯងដឹងទេថាវិធីរបស់ឯងពិតជាធ្វើឲ្យពួកគេមានគុណណាស់ជាខ្លាំងឯងបានប្រើខ្សែអំបោះពណ៌ក្រហមនោះចងទៅកាន់ដៃរបស់ពួកគេដើម្បីឲ្យបើកស្មារតីប្រលឹងវិញ្ញាណនៅពេលដែលឯងបានបើកហើយធ្វើឲ្យវិញ្ញាណបិសាចកំណាចមនុស្សអាចចុះស្ថិតពួកគេបានធ្វើបែបនេះពួកគេនឹងអាចអស់កម្លាំងនិងលះលហើយខ្លួនជាខ្លាំងបើសិនជាយើងហ៊ានតែប្រហែលតែបន្តិចជីវិតរបស់ពួកគេច្បាស់ជាលិចលង់ដោយសារតែយើងមិនខានដូច្នេះមុននឹងឯងធ្វើអីសូមគិតដល់អនាគតរបស់ពួកគេផងយើងអាណិតពួកគេណាស់បន្ទាប់ពីស្ដាប់សម្ដីរបស់អ៊ំធានរួចធ្វើឲ្យអ៊ំវ៉ាមានចិត្តអាណិតទៅកាន់ពួកគេទាំងពីរជាខ្លាំងជាពិសេសគឺវាយោតែម្ដងគាត់បានឃើញសកម្មភាពរបស់វាយោដែលប្រកាច់ប្រកិននិងបាត់បង់ស្មារតីធ្វើឲ្យគាត់មានអារម្មណ៍ថាខុសជាខ្លាំងភ្លាមនោះគាត់ក៏បានទៅស្រាយចំណងនៃខ្សែអំបោះពណ៌ក្រហមទាំងពីរចេញពីពួកគេទាំងពីរនាក់បន្ទាប់ពីស្រាយចំណងរួចគាត់ក៏បានលើកដៃទាំងពីររបស់គាត់ប្រណម្យទៅខាងលើដើម្បីនឹងរំលឹកដល់មន្តវិជ្ជាការដែលគាត់បានសូត្រដាក់ពីឲ្យមានត្រឡប់មកសភាពដូចដើមវិញបន្ទាប់ពីសូត្ររួចគាត់ក៏បានដាក់ដៃទាំងពីររបស់គាត់ទៅលើក្បាលរបស់វីយ៉ូជាមួយនឹងពូយ៉ាភ្លាមនោះវាហាក់ដូចជាអភិនិហាមួយកាត់ឡើងពួកគាត់ទាំងពីរនាក់គឺវីយ៉ូនិងពូយ៉ាហាក់ដូចជាដឹងខ្លួនព្រមទាំងត្រឡប់មកសភាពធម្មតាវិញក៏ប៉ុន្តែអ្វីដែលគួរស្ដាយបំផុតនោះយើងបានសម្លឹងឃើញទៅកាន់ពូយ៉ាដែលគាត់កំពុងតែមានអាការៈដូចភ័យខ្លាចដោយចាស់មួយចំនួនបាននិយាយថាអាការៈបែបនេះហាក់ដូចជាបាត់ព្រលឹងចេញពីខ្លួននៅសល់ត្រឹមតែរូបកាយនិងស្មារតីដែលមិននឹងរតែប៉ុណ្ណោះមានទឹកចិត្តអាណិតអាសូរជាពន់ពេកអ៊ំធានក៏បាននិយាយទៅកាន់អ៊ំប្រាថានៅថ្ងៃស្អែកនេះអញនឹងទៅរកទីកន្លែងដែលពួកវាបានជួបជាមួយនឹងវិញ្ញាណដ៏កំណាចមួយនោះហើយយើងនឹងនិយាយចរចាជាមួយនឹងវិញ្ញាណនោះថាបើសិនជាអាចប្រពោប្រលឹងវិញ្ញាណមកកាន់ឯកវិញយើងនឹងមានរបស់ដែលជាការដោះដូរជាមួយនឹងវាគិតឲ្យសពទៅប្រហែលជាមានតែវិធីមួយនេះទេតែបើសិនជាការចរចាមួយនោះវាគ្មានប្រសិទ្ធភាពណាស់ហើយយើងមានតែកម្ចាត់វាចោលទៅបន្ទាប់ពីបាននិយាយស្រួសគ្នារួចអ៊ំធាននិងអ៊ំប៉ាក៏បានដឹងពីភារកិច្ចរបស់ខ្លួនរៀងខ្លួនរួចហើយក៏បានទៅរៀបចំនៅរបស់របរអីវ៉ាន់ដើម្បីទៅចរចាជាមួយនឹងវិញ្ញាណកំណាញ់នោះអ្វីដែលធ្វើពួកយើងកាត់តែញាប់អាមនុស្សភ្លាមនោះអ៊ំធានក៏បានទន្ទ្រាំជើងប្រហែលជា3ដងបន្ទាប់មកក៏វលិចឡើងជាមួយនឹងកុមារមួយរូបដែលមានមាឌទុយល្អិតហើយពិនកំពន់ជើងសម្បល់ពណ៌សកៅភ្នែកភ្លឺថ្លាព្រមទាំងមានវងវក្ត្រាគួរឲ្យគយគន់គ្រាន់តែចេញមកដល់ភ្លាមក៏បានស្រដីឡើងថាតើលោកពុកហៅកូនមកមានគោលបំណងអ្វីសូមលោកពុកមានប្រសាសន៍មកចោះកូននៅទីនេះចាំបម្រើនិងធ្វើតាមលោកពុកជានិច្ចបន្ទាប់ពីលើសំដីនិងភាពក្រមិចក្រម៉ៅរបស់ក្មេងតូចនោះអ៊ំធានក៏បានតបទៅវិញថាកូនតូចឯងឆាប់ទៅរកទីកន្លែងរបស់វិញ្ញាណដ៏កំណាចដែលបានមកលេងយើងបាញ់ភ្លាមថាតើវានៅកន្លែងណាបានដំណឹងរួចសូមប្រញាប់មកវិញឲ្យឆាប់កុំនៅតតាំងបន្ទាប់ពីស្ដាប់ប្រសាសន៍របស់អ៊ំធានរួចក្មេងតូចមួយនោះក៏បានងក់ក្បាលរួចក៏បាត់ស្រមោលឆឹងភ្លាមនៅមុខនៅពេលនោះអ៊ំវ៉ាក៏បានមកសួរអ៊ំធានថាលោកបងហេតុអ្វីក៏លោកបងបណ្ដាលឲ្យក្មេងតូចទៅដូច្នោះលោកបងដឹងទេថាវិញ្ញាណកំណាចមនុស្សវាពិតជាមានឫទ្ធិអំណាចនិងបារមីខ្លាំងពូកែណាស់ខ្ញុំចេះតែនឹកខ្លាចទៅថាវានឹងចាប់យកក្មេងតូចរបស់ពួកយើងទៅបាននៅពេលនោះអ៊ំធានក៏បានតបវិញថាណាហើយឯងក៏បាច់ទៅខ្វល់ព្រួយអីព្រោះក្មេងតូចមួយនោះគឺយើងជាអ្នកចិញ្ចឹមដោយដៃនឹងយើងផ្ទាល់យើងដឹងពីសមត្ថភាពរបស់វាថាអាចទៅរួចឬក៏មិនទៅរួចឯងព្រួយអីចាំតែដំណឹងល្អពីក្មេងតូចនោះទៅទៅកាន់វាយោវិញ
បន្ទាប់ពីត្រឡប់មកមានស្មារតីវិញខ្លះក៏បានងើបមកអង្គុយមួយស្របក់ក្រោយមកក៏មានអារម្មណ៍ឆ្ងល់ជាងពេកក៏ព្រោះថាអំបែងមិញគេហាក់ដូចជាកំពុងតែអង្គុយដើម្បីឲ្យអំបាស្រ័យទឹកតែប៉ុណ្ណោះចុះហេតុអ្វីពេលនេះស្រាប់តែមនុស្សលើផ្ទះជាពិសេសក៏បានឃើញទៅកាន់ពូយ៉ាប់ដែលកំពុងតែអង្គុយញញក់ញ័រហាក់គ្មានស្មារតីក្នុងខ្លួនបន្តិចសោះវីយ៉ូក៏បានស្ទុះទៅសួរអំបាថាតើមានរឿងអីចំពោះពូយ៉ាប់ហេតុអ្វីគេគាត់ស្ទើរនៅក្នុងស្ថានភាពបែបនេះអំវ៉ានិងអំធានក៏បានដកដង្ហើមធំរៀងខ្លួនបន្ទាប់មកគាត់ក៏មិនបាននិយាយអ្វីទាំងអស់គាត់ក៏ចុះទៅកាន់ក្រោមបាតទុកចងល់ឲ្យឆ្ងល់មកកាន់វីយ៉ូឆ្ងល់ហើយឆ្ងល់ទៀតមិនអស់ចិត្តគាត់ក៏ទៅចាប់សួរអំវ៉ាថាអំវ៉ាក៏អាចចុះអីហេតុអ្វីក៏អ៊ំអ្នកបាំងខ្ញុំមិនប្រាប់ខ្ញុំថាមានរឿងអីកើតឡើងបន្ទាប់ពីសួរសំណួរទៅកាន់អំវ៉ារួចវីយ៉ូក៏បានដើរសម្ដៅទៅកាន់ពូយ៉ាប់ដើម្បីពិនិត្យមើលស្ថានភាពពូយ៉ាប់ឲ្យកាន់តែច្បាស់គ្រាន់តែដើរទៅដល់មុខពូយ៉ាប់ព្រាមពូយ៉ាប់ក៏ហាក់ដូចជាស្រែកទៅកាន់វីយ៉ូថាចេញឆ្ងាយពីអញព្រាមកុំមកចិត្តអញសោះអញខ្លាចហើយទៅចាប់កុំមកចិត្តអញសោះបន្ទាប់ពីឃើញស្ថានភាពរបស់ពូយ៉ាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះវីយ៉ូហាក់ដូចក៏ដុកដួលទាំងជប៉ុនពេកភ្លាមនោះដំណក់ទឹកភ្នែកក៏បានហូរមកកាត់ដានពណ៌របស់គេទាំងពីរធ្វើឲ្យគេមានសភាពដូចជាពងវែកស្មារតីបន្តិចក៏ប៉ុន្តែនៅពេលនោះអំធាននិងអំវ៉ាបានដើរមកទស្សនារបស់គេហើយព្រមទាំងនិយាយថាមួយកំបាច់ទៅគិតច្រើនឬក៏ភ័យអ្វីពេលនេះអ៊ំនិងអំធានគឺកំពុងតែមានគម្រោងដើម្បីនឹងជួយគេហើយឯងកំភៃអីនៅថ្ងៃស្អែកអ៊ំនឹងទៅដល់ទីកន្លែងដែលពួកឯងបានជួបរឿងរ៉ាវទាំងអស់នោះបើយើងនិយាយមិនឲ្យខុសទេពីរអ្នកពូក្មួយរបស់ឯងច្បាស់ទៅឈប់នៅចំកន្លែងដើមស្វាយមួយដែលនៅម្ដុំដេវីលនៅឯដើមពុំនោះឯនោះហើយមើលទៅជាកើតរឿងនេះកើតឡើងតើឯងដឹងទេថាដើមនោះវាសម្បូរទៅដោយអ្វីខ្លះគឺវាពុំពេញតែរឿងអត្តកម្មបាំងជាច្រើនដែលកប់ទុកនៅកន្លែងនោះម្ដុំនោះគឺជាម្ដុំវាកប់ខ្មោចហើយសម្បូរទៅដោយវិញ្ញាណអសុរកាយជាពិសេសគឺព្រលឹងកំណាចជាច្រើនដែលនៅម្ដុំនៅទីនេះមិនមែនមានតែឯងម្នាក់ទេដែលជួបរឿងបែបនេះអ្នកភូមិនិងអ្នកដំណើរមួយចំនួនក៏សុទ្ធតែជួបរឿងសរៀងសរៀងនឹងឯងបែបនេះដែរក៏ប៉ុន្តែករណីរបស់ឯងមួយនេះវាហាក់ដូចជាសាហាវខុសប្លែកពីករណីធម្មតារបស់អ្នកភូមិដូច្នេះយើងទៅតែលុកដៃជួយហើយដូច្នេះឯងទៅងូតទឹករៀបចំខ្លួនចោះហើយអង្គុយឲ្យត្រង់បន្ទាប់មកយើងនឹងចារទៅលើកថាមួយចំនួនដើម្បីការពារឯងពីវិញ្ញាណអាក្រក់ទាំងនោះមិនបងអង្គយូវីយ៉ូក៏បានស្ទុះចុះទៅខាងក្រោមដើម្បីនឹងផ្លាស់សម្លៀកបំពាក់ទឹកលាងកាយបានជ្រះស្អាតគ្រាន់តែចុះទៅដល់កន្លែងមួយទឹកភ្លាមវីយ៉ូស្ដាប់តែហាក់ដូចជានឹកឃើញនៃរឿងអ្វីម្យ៉ាងដែលបានកាត់ឡើងតែដូចជាមិនបានកាត់ឡើងស្ដាប់ទៅវាហាក់ដូចជាចម្លែកបន្តិចក៏ប៉ុន្តែនៅក្នុងចិត្តគេពេលនោះវាហាក់ដូចជារបបច្របល់ខ្លាំងណាស់គេហាក់ដូចជាឃើញរូបភាពអ្វីម្យ៉ាងរូបភាពមនុស្សហាក់ដូចជាធ្វើឲ្យគេមានភាពភ័យខ្លាចរូបភាពដែលបង្ហាញអំពីនារីម្នាក់ដែលមានវ័យចំណាស់សក់កន្ទ្រឹងរូបរាងធំព្រមទាំងមានកម្ពស់ប្រហែលចំថ្នោតឯណោះក្បាលរបស់វាពិតជាធំខ្លាំងណាស់ធំដល់ថ្នាក់កិនចង្អេរទៅហើយកែវភ្នែកពណ៌ខៀវទាំងគូនោះដែលគេធ្លាប់បានឃើញកាលពីគេបានក្រឡាប់នឹង3នោះប៉ុន្តែនៅឃើញដល់រឿងនេះភ្លាមគេក៏ចាប់តាមព្រឹងសម្បល់ជាខ្លាំងដោយហេតុតែចង់ចំណេះចិត្តនោះវីយ៉ូក៏បានដងទឹកយកមកងូតយកតែម្ដងដែលមិនខ្វល់ពីអ្វីទាំងអស់ព្រោះកំពុងតែខ្លាចផងដាក់បានប្រហែលជា2-3ផ្ទើក៏បានយឹតកន្សែងរិចឡើងទៅលើផ្ទះជាមិនតាន់បន្ទាប់ពីឡើងទៅខាងលើព្រមទាំងសមារាកាយរួចរាល់ហើយអ៊ំធានក៏បានហៅវីយ៉ូឲ្យមកអង្គុយនៅចំពីមុខគាត់អ៊ំធានក៏បាននិយាយថាវីយ៉ូទីនេះអ៊ំនឹងចាក់ទៅលើរាងកាយរបស់ឯងប្រហែលជាឆ្ងល់ហើយថាយើងនឹងចាក់អ្វីឯងកុំបាច់ភ័យសោះគឺអ៊ំគ្រាន់តែចាក់ទៅនឹងបញ្ចូលដែលមុំបានចាមុនគេថាទៅលើបញ្ចូលនោះរួចក៏បានសាក់យ័ន្តមួយទៅកាន់ឯងសាក់អាគមគេថាដែលអ៊ំបានបញ្ចូលទៅខ្លួនឯងកុំបាច់ភ័យអីមិនអាចមើលឃើញនឹងភ្នែកបាននោះទេលុះតែអ្នកដែលមានចេះនៅមុនអាគមវិជាទើបអាចមើលវាឃើញហើយមុនអាគមគេថាមួយនេះពិតជាមានអំណាចខ្លាំងណាស់ការពារឯងពីខ្មោចព្រាយបិសាចជាមួយនឹងវិញ្ញាណដែលកំណាចទាំងអស់ដែលមានការគិតពន់ពងមកលើឯងអាក្រក់នោះឯងកុំបាច់ភ័យពួកវាមិនអាចធ្វើអ្វីឯងបានឡើយ
ចុះឯងអង្គុយបែកមកកាន់អ៊ំនឹងចានៅពេលនេះភ្លាមសម្រាប់នៅប្រសាសន៍របស់អ៊ំធានរួចវាយោក៏បានបែកខ្នងទៅឲ្យគាត់ដើម្បីឲ្យគាត់បាននៅបញ្ចុះនៅមន្តអាគមទាំងយន្តស័ក្តិទាំងឡាយណាដែលអាចនៅបង្ក្រាបនៅវិញ្ញាណកំណាចទាំងឡាយដែលមានបំណងពងអាក្រក់នៅលើខ្លួន